ឯងថាម៉េចជាអ្នកសុំទានណោះអូយអញ្ចឹងតាបានជាល្ងងស្អីក៏មិនចេះធ្វើសោះខ្ញុំល្ងងខ្ញុំមិនចេះព្រោះខ្ញុំមិនបានរៀនសូត្រមិនបានរៀនជ្រៅជ្រះដូចជាគេទេមែនហើយព្រោះអីនាងដឹងទេព្រោះអ្នកសុំទានក៏ជាមនុស្សហើយអ្នកសុំទានម្នាក់នេះមានបេះដូងស្អាតស្អំមានទឹកចិត្តល្អដែលអ្នកទាំងពីរមិនមានប៉ុណ្ណឹងយល់ហើយមែនទេបុណ្យសពលោកយាយបានធ្វើរួចរាល់អស់ហើយពេលនេះតើនាងទៅណាបន្តទៀតឬក៏នៅសុំទានគេនៅទីនេះអត់ទេខ្ញុំនឹងវិលត្រឡប់ទៅស្រុកកំណើតវិញព្រោះលោកយាយគាត់ចង់ទៅនៅទីនោះមុនពេលដែលគាត់ស្លាប់ខ្ញុំត្រូវយកគាត់ទៅទីនោះវិញបើអាចតើនាងចង់ទៅរស់នៅផ្ទះរបស់ខ្ញុំទេខ្ញុំពិតជាអរគុណសម្រាប់ទឹកចិត្តរបស់លោកតែខ្ញុំមិនអាចទៅជាមួយលោកបានទេខ្ញុំសូមពឹងលោករឿងមួយតើបានទេនិយាយមកចុះខ្ញុំចង់ឲ្យលោកជូនខ្ញុំទៅស្រុកកំណើតបន្តិចបានទេបានពិតជាបានតោះបើអញ្ចឹងយើងទៅតែម្ដងទៅចាអរគុណលោកណាស់ខ្ញុំអរគុណលោកហើយមិនអីទេតែខ្ញុំតូចណាស់មិនហ៊ានហៅលោកចូលលេងទេខ្ញុំអរគុណលោកខ្លាំងណាស់ដែលបានជូនខ្ញុំមកលោកត្រឡប់ទៅវិញចុះមិនអីទេខ្ញុំលាទៅវិញសិនហើយវិបុលមិនហ៊ានជំទាស់នឹងរីតាឡើយហើយសម្លឹងមើលទៅរីតាទាំងក្តីអាណិតជាពន់ពេកអ្នកប្រុសពេញចិត្តនាងមែនទេខ្ញុំមិនដឹងទេគ្រាន់តែឃើញនាងគួរអាណិតហើយចង់ជួយប៉ុណ្ណោះនេះហើយគេហៅថាសេចក្តីស្នេហាណាអ្នកប្រុសខ្ញុំមិនដឹងទេតោះទៅវិញទៅបានអ្នកប្រុសលោកមកទីនេះធ្វើអីហេតុអីក៏នាងដឹងគឺខ្ចប់ដង្ហើមខ្លាញ់លោកនៅដដែលខ្ញុំចង់យកនាងទៅព្យាបាលភ្នែកហេតុអីបានជាចង់ជួយខ្ញុំមិនដឹងទេបើមិនដឹងតើចង់ជួយធ្វើអីមិនដឹងទេតោះទៅជាមួយខ្ញុំណែលោកចង់ធ្វើអីខ្ញុំមិនទៅទេអត់ទេណាទៅជាមួយខ្ញុំទៅណែលោកចង់នាំខ្ញុំទៅណានឹងណែលោកលែងខ្ញុំទៅពូវាងចាញ់ឡានទៅបាទអ្នកប្រុសបន្ទាប់ពីបានព្យាបាលអស់រយៈពេល1ខែមកភ្នែករបស់រីតាក៏បានមើលឃើញពិភពលោកយ៉ាងស្រស់បំព្រងឡើងវិញនាងពិតជាសប្បាយចិត្តណាស់មិននឹកស្មានថានាងអាចមើលឃើញពិភពលោកដ៏ស្រស់ស្អាតមួយនេះបានឡើយដល់ពេលដ៏ត្រូវស្រាយបង់រំភ្នែករបស់នាងហើយតើនាងត្រៀមខ្លួនហើយឬនៅចាលោកគ្រូពេទ្យខ្ញុំព្រមហើយនាងសាកបើកភ្នែកយឺតសិនណាចាបើកម្ដងបន្តិចម្ដងបន្តិចយ៉ាងម៉េចដែរមើលឃើញទេចាលោកគ្រូពេទ្យគឺមើលឃើញអ្វីសសបើកបន្តទៀតអូយចាំងភ្នែកណាស់បានន័យថានាងអាចមើលឃើញវិញហើយសូមចូលរួមអបអរសាទរផងណាអរគុណណាស់លោកគ្រូពេទ្យគឺលោកមិនមែនទេយ៉ាងម៉េចដែរមើលឃើញខ្ញុំទេអត់ទេចាំក្លិនតែប៉ុណ្ណោះនាងថាម៉េចនៅមើលមិនទាន់ឃើញទេហ៎ខ្ញុំនិយាយលេងទេណាខ្ញុំមើលឃើញលោកច្បាស់ណាស់គឺច្បាស់ណាស់ពិតមែនណាមែនហើយកុហកលោកធ្វើអីខ្ញុំអរគុណលោកណាស់ដែលព្រមជួយអ្នកសុំទានដូចជាខ្ញុំតើខ្ញុំនិយាយអរគុណបែបណាទើបស័ក្តិសមគុណបំណាច់របស់លោកទេមិនចាំបាច់អរគុណអីនោះទេគ្រាន់តែធ្វើការជាមួយខ្ញុំទៅគឺបានហើយអូនេះលោកនៅចង់ផ្ដល់ឱកាសការងារឲ្យខ្ញុំទៀតមែនទេពិតមែនហើយស្អែកនេះចូលធ្វើការតែម្ដងទៅតែខ្ញុំមិនចេះធ្វើអ្វីនោះទេព្រោះខ្ញុំមិនបានរៀនសូត្រជ្រៅជ្រះដូចគេនោះទេធ្វើការអ្វីបានទៅមិនអីទេ
គ្រាន់តែនៅចិត្តខ្ញុំទៅបានហើយណាមិនចាំបាច់ធ្វើអីទេចាំតែយកឯកសារឲ្យខ្ញុំទៅបានហើយ អូបានដែរ រឿងអីថាមិនបាននោះតោះឆាប់ទៅត្រៀមខ្លួនធ្វើការថ្ងៃស្អែកទៅណា ចា សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមានបុគ្គលិកថ្មីនាងនឹងមកកាន់ផ្នែកជំនួយការរបស់ខ្ញុំនាងឈ្មោះរីតា ហ៊ូយគ្រាន់តែឃើញមុខនេះក៏គួរឲ្យស្អប់បាត់ទៅហើយ នាងថាម៉េច អូអត់ទេគឺខ្ញុំនិយាយថារីករាយដែលបានស្គាល់ចារីករាយដែលបានស្គាល់ នាងអង្គុយនៅកន្លែងនេះហើយវីណាចាំបង្រៀនការងារនាងផងណា ចាលោកប្រធានម៉ោះរីតាអង្គុយមកចាំខ្ញុំមករៀនការងារនាងណា ល្អណាស់ ណែគ្រាន់តែការងារប៉ុណ្ណឹងមិនចេះផងចេះមកធ្វើជាជំនួយការលោកប្រធានតកើតដែរគឺខ្ញុំបានរៀនតិចខ្ញុំមិនចេះប្រើកុំព្យូទ័រទេអូយស្អីក៏មិនចេះមកធ្វើការងារធ្វើស្អីគួរឲ្យធុញណាស់ អេនេះដូចជាធ្លាប់ស្គាល់នាងជាអ្នកសុំទាននៅតាមសួនមែនទេហ្នឹង ឯងថាម៉េចជាអ្នកសុំទានណោះអូយអញ្ចឹងតាបានជាល្ងងស្អីក៏មិនចេះធ្វើសោះ ពិតមែនហើយខ្ញុំចាំបានគឺស្រីម្នាក់នេះជាអ្នកសុំទានមែនណា មែនហើយខ្ញុំល្ងងខ្ញុំមិនចេះព្រោះខ្ញុំមិនបានរៀនសូត្រមិនបានរៀនជ្រៅជ្រះដូចជាគេទេហើយខ្ញុំក៏ជាអ្នកសុំទានពិតមែនអូយអញ្ចឹងតើបានជាធំក្លិនដូចជាអ្នកក្រនៅម្ដុំនេះណោះ ពិតមែនហើយមិនចេះអីបែបនេះចូលធ្វើការនាំតែខាត់ក្រុមហ៊ុនខាត់ទាំងប្រាក់ខែខាត់ទាំងការងារអើយមិនចង់គិតទេណាថាក្រុមហ៊ុនយើងមានបុគ្គលិកបែបនេះធ្វើការជាមួយយើងណោះ មែនហើយ រីតានេះមានរឿងអីហ្នឹងមិនបានជានាងយំ ខ្ញុំសុំលោកទៅនៅស្រុកវិញព្រោះខ្ញុំគ្មានលទ្ធភាពមកធ្វើការងារបែបនេះទេខ្ញុំលាលោកសិនហើយ ខ្ញុំមិនឲ្យនាងទៅណាទេ កុំខាត់ខ្ញុំអីខ្ញុំសុំទោសដែលមិនអាចធ្វើការជាមួយយើងបានលាហើយ នេះតាមានរឿងអីខ្ញុំឲ្យនាងបង្រៀនការងាររីតាមិនបានជារីតាយំរត់ចាញ់ទៅបែបនេះ ខ្ញុំមករៀនហើយតែនាងមិនចេះនាងណាក៏រត់ទៅដោយខ្លួនឯង នៅទីនេះមានកាមេរ៉ាសុវត្ថិភាពហើយអាចស្រូបសម្លេងបានទាំងអស់ចង់ឲ្យខ្ញុំឆែកកាមេរ៉ាឬក៏សារភាពដោយខ្លួនឯង ខ្ញុំមិនយល់ទេលោកប្រធាននាងគ្រាន់តែជាអ្នកសុំទានគ្មានទាំងចំណេះដឹងក្រក៏ក្រហេតុអីក៏យកវាមកធ្វើការជាមួយវិញនាងនោះណាស័កសមតែធ្វើការជាអ្នកអនាម័យទេទៅវាសម មែនហើយលោកប្រធានមែនហើយក្រុមហ៊ុនយើងមិនគួរមានបុគ្គលិកបែបហ្នឹងនោះទេ ឃើញទេខ្ញុំថាហើយមិនស័កសមពិតមែន មែនហើយមិនមែនរីតាទេដែលមិនស័កសមនោះគឺអ្នកទាំងពីរនេះហើយដែលមិនស័កសមនៅធ្វើការនៅទីនេះឆាប់រៀបចំអីវ៉ាន់ឲ្យចាក់ចេញទៅទីនេះមិនស្វាគមន៍អ្នកទាំងពីរទៀតទេ ថាម៉េចហ្នឹងនេះលោកប្រធានដេញពួកយើងចេញព្រោះតែនាងអ្នកសុំទាននោះមែនទេអូយមី មែនហើយព្រោះអីនាងដឹងទេព្រោះអ្នកសុំទានក៏ជាមនុស្សហើយអ្នកសុំទានម្នាក់នេះមានបេះដូងស្អាតស្អំមានទឹកចិត្តល្អដែលអ្នកទាំងពីរមិនមានប៉ុណ្ណឹងយល់ហើយមែនទេឆាប់ចេញទៅនៅដល់ណាទៀត លោកមកធ្វើអី គឺមករកនាងនឹងហើយ មកតាមរកអ្នកសុំទានដូចជាខ្ញុំធ្វើអី ព្រោះនាងជាមនុស្សសំខាន់ដែលខ្ញុំត្រូវតាមរង មនុស្សសំខាន់ណាស់ មែនហើយគឺខ្ញុំចង់ឃើញនាងរាល់ថ្ងៃខ្ញុំចង់នៅក្បែរនាង ហេតុអីខ្ញុំជាអ្នកសុំទានមានឋានៈខុសពីលោកដូចមេឃនឹងដីហេតុអីត្រូវមកគិតគូរដល់មនុស្សដូចជាខ្ញុំ ព្រោះតែស្នាមញញឹមរបស់នាងបានឆក់យកបេះដូងរបស់ខ្ញុំហើយបេះដូងដ៏ល្អរបស់នាងចិត្តដ៏ស្មោះត្រង់របស់នាងបានធ្វើឲ្យខ្ញុំភ្លេចនាងមិនបាន បានន័យថាលោក មែនហើយ
ខ្ញុំមកនេះព្រោះតែចង់ប្រាប់នាងថាទោះបីជានាងជាអ្នកសុំទានឬជាអ្វីក៏ដោយគឺខ្ញុំស្រឡាញ់នាងគឺខ្ញុំស្រឡាញ់ភាពល្អរបស់នាង តែថា កុំនិយាយទៀតអីគ្មាននរណាថាអីឬក៏និយាយអ្វីនោះទេអ្នកណាហ៊ាននិយាយមិនល្អនិងមិនធ្វើល្អដាក់នាងអ្នកនោះជាសត្រូវរបស់ខ្ញុំនឹងការពារនាងរហូត ខ្ញុំមិនត្រឡប់ទៅវិញជាមួយលោកទេព្រោះខ្ញុំចង់រស់នៅស្រុកស្រែវាធ្វើឲ្យខ្ញុំស្រស់ស្រាយនិងមានអារម្មណ៍ល្អពេលឃើញថ្ងៃរះនិងថ្ងៃលិចវាពិតជាស្រស់ស្អាតខ្លាំងណាស់លោកដឹងទេថាខ្ញុំនេះទើបតែឃើញពិភពលោកមួយរយៈនេះខ្ញុំចង់ឃើញភាពស្រស់ស្អាតបែបនេះរាល់ថ្ងៃ ខ្ញុំព្រមតាមនាងតែនាងព្រមនឹងខ្ញុំរឿងមួយបានដែរទេ រឿងអី រៀបការជាមួយខ្ញុំទៅ លោកថាម៉េច រៀបការជាមួយបងទៅតើបានទេ តែខ្ញុំ បងសន្យាថានឹងធ្វើតាមអ្វីដែលអូនត្រូវការព្រឹកឡើងយើងចាំមើលថ្ងៃរះជាមួយគ្នាល្ងាចឡើងយើងនឹងមើលថ្ងៃលិចជាមួយគ្នាបងនៅក្បែរអូនជានិញ បានខ្ញុំយល់ព្រម អរគុណណាស់ដែលព្រមរៀបការជាមួយបងចាប់តាំងពីពេលនោះមករីតាក៏លែងក្រកំសត់ដើរសុំទានគេទានហើយបានក្លាយជាព្រះនាងម្ចាស់ដែលមានសំណាងខ្លាំងបំផុតនៅក្នុងចំណោមមនុស្សស្រីជាច្រើននាងបានរៀបការជាមួយវិបុលហើយអ្នកទាំងពីររស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខរាល់ពេលព្រឹកវិបុលតែងទៅនាំរីតាទៅមើលថ្ងៃរះនិងពេលល្ងាចពួកគេទាំងពីរក៏មើលថ្ងៃលិចជាមួយគ្នាជីវិតពួកគេទាំងពីរនាក់ពោរពេញទៅដោយសុភមង្គល